បាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់មេរៀនទី2របស់យើងនៅក្នុងកម្មវិធី Market Prim អញ្ចឹងនៅក្នុងកម្មវិធីនេះយើងនឹងចាប់ផ្ដើមគណនាជាលើកដំបូងនៅក្នុងកម្មវិធី Market Prim ហើយប្រសិនបើអ្នកទាំងអស់គ្នាអត់ធ្លាប់រៀនទេក៏កុំបារម្ភអីព្រោះនៅជំហាននេះយើងនឹងចាប់ផ្ដើមចូលនៅដំណាក់កាលដំបូងបំផុតរបស់កម្មវិធី Market Prim របស់យើងអញ្ចឹងMarket Prim 12ពេលដែលយើងបើកមកគឺវាមានផ្ទាំងបែបនេះវាឃើញ file បែបនេះហើយកន្លែងនេះយើងចូលមកយើងអាចបង្កើត new sheet បើក file ដែលយើងមាន sell as print ឬក៏ close អីជាដើមនៅក្នុងនេះអញ្ចឹងសម្រាប់មេរៀនទី2នេះខ្ញុំចង់បង្ហាញពីកន្លែង worksheet នឹងបន្តិចហើយ worksheet មួយចំនួននេះគឺយើងបានបង្ហាញអស់ហើយកាលពីមេរៀនទី1ហើយអញ្ចឹងយើងចូលដល់លក្ខខណ្ឌក្នុងការរៀបចំกระดาษដើម្បីធ្វើការងាររបស់យើងអញ្ចឹងនៅក្នុងការរៀបចំกระดาษកិច្ចការរបស់យើងនឹងជាទូទៅគឺយើងចូលនៅក្នុង document នេះយើង select យកប្រភេទกระดาษកិច្ចការរបស់យើងជាទូទៅគឺយើងធ្វើជារបាយការណ៍អីគឺយើងធ្វើជា A4 អញ្ចឹងនេះទំហំ A4 ហើយយើងយកជា portrait បានន័យថាជាกระดาษប្រភេទกระดาษបញ្ឈរហើយ machine យើងអាចយក standard ប៉ុន្តែបើសិនជា standard យើងអត់នេះទេយើងក៏អាចចូលទៅកំណត់ customer region របស់វាដែរមានន័យថាជំហានខាងឆ្វេងនេះយើងយក25ខាងស្ដាំយើងអាចយកតែ10ហើយខាងលើយើង25យើងអាចរក្សាបែបហ្នឹងព្រោះខាងលើនិងខាងក្រោមយើងអាចសរសេរ header footer របស់វានេះគឺ header នេះគឺ footer បើយើងចង់សរសេរគឺកន្លែងកំណត់នេះគឺស្តៀងជាមួយនឹង Word ដែរប៉ុន្តែ Market Prim ដូចខ្ញុំបញ្ជាក់គឺវា special ជាង Word ត្រង់ថារូបមន្តគណិតវិទ្យាអីផ្សេងៗយើងអាចសរសេរនៅក្នុងនឹងបានហើយវាខុសពី Excel វាអត់សំញាំច្រើនគឺវាវាយតម្លៃលេខចូលដូចយើងធម្មតាអញ្ចឹងនៅក្នុងនេះយើងអាចកំណត់បានហើយបើសិនជាយើងចង់ដាក់លេខទំព័រដាក់អីគឺយើងក៏អាចដាក់បានដូចគ្នាដែរកន្លែង header footer page number អីហ្នឹងគឺយើងមានទាំងអស់យើងចូល footer មកយើងសរសេរ description header របស់យើងហើយយើងអាចដាក់លេខទំព័របានដូចគ្នាអញ្ចឹងលេខទំព័រវានឹងរត់អូតូលេខ1លេខ2ទៅរហូតហើយបើយើងអត់ចង់ដាក់ទេគឺយើងលុបតែមួយទៅគឺវាលុបចោលទាំងអស់ដូចគ្នាដែរអញ្ចឹងសម្រាប់ការកំណត់ select កិច្ចការគឺយើងនៅត្រង់ហ្នឹងហើយចូលដល់កន្លែង text យើងអាចជ្រើសរើសប្រភេទfont ដែលយើងចង់ប្រើជាទូទៅនៅក្នុងនេះខ្ញុំច្រើនតែប្រើខ្មែរ OS បាត់ដំបងនេះទូទៅខ្ញុំប្រើខ្មែរ OS បាត់ដំបងបើសិនជាភាសាអង់គ្លេស Control T ទីហោយើងវាយមកហើយបើជាភាសាខ្មែរ OS បាត់ដំបងហ្នឹងក៏វាស្អាតមួយយ៉ាងដែរវាមានការសរសេររបស់វាអីហ្នឹងគឺស្អាតប៉ុន្តែបើសិនជា font ដែលយើងធ្វើជាឯកសារផ្លូវការជាមួយនឹងការធ្វើជា keyboard ធ្វើអីអាហ្នឹងយើង follow ទៅតាម font ដែលសាលាឬក៏ខាងកន្លែងរបស់យើងកំណត់ឲ្យទៅតែក្នុងនេះបើសិនជាធ្វើសិលកិច្ចការទូទៅខ្ញុំច្រើនតែប្រើ font ខ្មែរ S បាត់ដំបងព្រោះខ្ញុំមើលទៅ font ហ្នឹងវាស្អាតការរៀបចំអីអញ្ចឹងក្រោយពីយើងកំណត់សិលកិច្ចការហើយយើងកំណត់ header footer អីបានយើង Market Prim ដំណាក់កាលដំបូងហ្នឹងយើងវាមិនខុសពីមុនទេគឺវាដូចជា Casio មួយអញ្ចឹងsorry ខ្ញុំជាភាសាខ្មែរជាងមើលនេះទៅជាភាសាអង់គ្លេស2 + 3 ស្មើអានេះយើងចុចនៅលើ keyboard របស់យើងធម្មតាទេମାନେចុចលេខ2ចុចសញ្ញាបូកចុចលេខ3គឺឃើញស្មើហើយនៅក្នុងហ្នឹងបើសិនជានៅក្នុង market របស់វាមកគឺយើងចូលនៅត្រង់នេះមកសញ្ញារបស់វាអញ្ចឹង2 + 2.5 + 3.5 ឧទាហរណ៍ហើយចុចស្មើមកយើងអាចយកស្មើនៅក្នុងនេះក៏បានដែរអញ្ចឹងវាប៉ុណ្ណឹងហើយសម្រាប់
ការដកលេខអីក៏ដូចគ្នាដែរនៅក្នុង file នឹងតែមួយនេះយើងចេញទៅលើសញ្ញាដកនេះមក2 អ5ដក2ហើយស្មើ3ហ្នឹងយើងបញ្ជានៅលើហ្នឹងហើយយើងក៏អាចចុចនៅលើ key របស់យើងធម្មតាដែរ3ដក9ស្មើអញ្ចឹងវា flexible បានលឿនសម្រាប់ការបូកដកគុណចែកនៅលើនេះហើយអ្វីដែលពិសេសគឺវាស្គាល់ຂະຫນាតឧទាហរណ៍ថា1ម៉ែត្រស្មើនឹងប៉ុន្មានមីលីម៉ែត្រគឺវារត់ឲ្យអូតូដូចខ្ញុំបញ្ជាក់នៅក្នុងវីដេអូទី1អញ្ចឹងគឺនៅក្នុងកម្មវិធី Market Prim គឺវាស្គាល់ຂະຫນាតទាំងអស់1គីឡូម៉ែត្រស្មើនឹងប៉ុន្មានមីលីម៉ែត្រឧទាហរណ៍អញ្ចឹងអានេះ10ស្វ័យគុណយើងចូលមក decimal នេះវាបង្ហាញជា decimal នេះអញ្ចឹងវាងាយស្រួលច្រើនវាសម្រួលច្រើនទៅលើកិច្ចការងាររបស់យើងអញ្ចឹងហើយបានខ្ញុំចង់បញ្ជាក់ថា Market Prim វាធ្វើការងារសម្រាប់កិច្ចការឯកសារអីគឺលឿនមែនតើហើយនៅក្នុង interface នេះដូចគ្នាក្រោយពីយើងរៀបចំហើយយើង save គឺអត់ខុសពីកម្មវិធីផ្សេងទេយើង save ហើយយើងដាក់ឈ្មោះមកយើងចង់ save នៅទីតាំងណា select ទីតាំងដាក់ឈ្មោះយើង save បានធម្មតាហើយដល់ពេលបើកយើងត្រូវការ open យើង open មកយើងទៅរក file របស់យើងបើកមកគឺបានធម្មតាដូចគ្នាហើយចំពោះការ print នៅក្នុង Market Print គឺចេញមកគឺមានភាពច្បាស់ល្អទីហោខ្ញុំបើកស្លាកកិច្ចការរបស់ខ្ញុំមួយមកទីហោថាខ្ញុំបើក content market របស់ខ្ញុំហើយនៅក្នុង content នេះយើងនឹងរៀនតាមដំណាក់កាលមួយរហូតដល់ចប់នៃការគណនារបស់វិស្វកររបស់យើងដែលយើងអាចធ្វើរបាយការណ៍បានក្នុងនេះសិនជា print យើងគ្រាន់តែចុច print មកគឺវាលោតស្គាល់អូតូហើយយើង save ឧទាហរណ៍ថាខ្ញុំ save ដាក់លើ desktop content market prim ចាំមើលរបាយការណ៍របស់វាគឺស្អាតដូចនេះចឹងដូចយើងសរសេរ Word ធម្មតាចឹងឃើញទេវាសរសេរវាមកវាមានរៀបរយមានរបៀបហើយអានេះដោយសារតែខ្ញុំ show grid អញ្ចឹងកាលណាយើង show grid យើង print ជា PDF ចេញមកគឺវាមាន grid ដូចគ្នាមានកលានេះណាបើយើងចង់អត់ឲ្យមានទេដូចខ្ញុំបញ្ជាក់យើងចូលទៅក្នុង textចូលទៅក្នុង document យើងប្រាប់យើងបិទ grid ឡើងនេះទៅវាកើតជាกระดาษផ្ទៃសធម្មតាតែបើយើងសូគឺវា print មកវាឃើញ grid ដែរហើយបើនេះគឺកាន់តែញឹកទៀតជាទូទៅ grid ខ្ញុំបង្ហាញស្តង់ដារហើយយើងសម្រួលចុះបន្ទាត់ឡើងបន្ទាត់អីយើងមាន grid មើលវាចុះទៅវាស្មើគ្នាអញ្ចឹងណាអានេះជាការកំណត់សម្រាប់ទី2ហើយវាមាន control system ដើម្បីត្រឡប់ក្រោយ redo undo ដូចតែកម្មវិធីផ្សេងដែរទេអញ្ចឹងសម្រាប់ចំណុចនេះខ្ញុំគិតថាខ្ញុំអាចបង្ហាញបានច្រើនទៅលើការកំណត់กระดาษអញ្ចឹងពេលដែលយើងកំណត់ស្លាកកិច្ចការអីហើយយើងធ្វើបានធម្មតាហើយវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញថានៅក្នុង market វានឹងមានអីទៀតហើយនៅក្នុងនេះដូចខ្ញុំបញ្ជាក់កាលណាយើងចង់ប្របែកຂະຫນាតទោះជាຂະຫນាតរបស់យើងជាប្រភេទអីក៏ដោយនៅក្នុង market គឺវាស្គាល់ទាំងអស់នេះຂະຫນាតឧទាហរណ៍ថាຂະຫນាតនៅក្នុងនេះយើងចង់ប្របែកជាគីឡូអាំពែទៅស្មើអីគេស្មើប៉ុន្មានអាំពែក៏វាមានដែរនិយាយចំមានគ្រប់ប្រភេទຂະຫນាតទាំងអស់នៅក្នុងនេះស្មើនឹង1000អាំពែយើងចង់បាន1គីឡូញូតុនស្មើនឹងប្រមាណគីឡូក្រាមក៏វាស្គាល់ដែរនេះ1គីឡូញូតុនស្មើនឹង101គីឡូក្រាមហ្វុកអញ្ចឹងនៅក្នុងនេះវាប្រជុំដោយຂະຫນាតទាំងអស់គឺនៅក្នុងនេះទាំងអស់មានຂະຫນាតអីខ្លះ angle ຂະຫນាតមុំ area ຂະຫນាតកន្លះផ្ទៃ capacitance ຂະຫນាតនេះតាក់ទងជាមួយនឹងអង្សាຂະຫນាតផ្សេងយើងអាចមើលតាមនឹងមកបានមានຂະຫນាត energy ຂະຫນាតអីគេ flow rate ຂະຫນាត force ຂະຫນាតកម្លាំងຂະຫນាត force density
ណាត់ focus ជាដងស៊ីតេណាត់ focus ធីបជាមួយនឹងប្រវែង frequency ຂະຫນាតទាំងអស់មាននៅក្នុងនេះទាំងអស់ຂະຫນាតប្រវែងលែងរបស់យើងនឹងអញ្ចឹងវាសម្រួលការងាររបស់យើងបានច្រើនហើយការរៀបស្លាកកិច្ចការគឺលឿន flexible រហ័សបត់បែនបានស្រួលអញ្ចឹងនៅក្នុងនេះយើងអត់មានអីទេអ្នកទាំងអស់គ្នាអាចអនុវត្តកិច្ចការដោយធ្វើវារបៀបដូចគណិតវិទ្យាយើងចុចកាសចូលអីធម្មតាសិនទៅហើយសម្រាប់វីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញពីចំណុចសំខាន់បន្ថែមទៀតទៅលើការបត់បែនទៅលើការចងរូបមន្តអីផ្សេងៗនៅក្នុងកម្មវិធី